ខ្ញុំជ្រើសរើសយក SJMC ដោយសារខ្ញុំមានជំនឿជឿជាក់ទៅលើមន្ទីរពេទ្យហើយនឹងក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យសង្កេតមើលទៅឃើញមានបញ្ហាហ្នឹងនៅក្នុងអំឡុងខែតុលាឆ្នាំ2025អញ្ចឹងយើងក៏មិនអាចធ្វើអីខុសពីអ្វីដែលកើតមានហើយយើងទទួលយកវាដោយការព្យាយាមធ្វើចិត្តរបស់យើងហាត់ពុតលុតដំចិត្តរបស់យើងដែលនៅជុំវិញនឹងអ្នកដែលស្គាល់គ្នាផ្សេងទៀតធ្វើឲ្យការព្យាបាលប្រសើរឡើងបានបាទខ្ញុំមានការគាំទ្រពីក្រុមគ្រួសារពីភរិយារបស់ខ្ញុំកូនស្រីរបស់ខ្ញុំម្ដាយរបស់ខ្ញុំបងប្អូនសាច់ញាតិក៏ដូចជាបន្ទាប់ពីទទួលការព្យាបាលដោយមានការយកចិត្តទុកដាក់ពីក្រុមវេជ្ជបណ្ឌិតជំនាញពីមន្ទីរពេទ្យខ្ញុំមានស្ថានភាពសុខភាពប្រសើរឡើងជាបន្តបន្ទាប់ខ្ញុំគិតថាការចែករំលែកមានសារៈសំខាន់ដោយសារការចែករំលែកគឺជាព័ត៌មានដែលពិតដែលច្បាស់លាស់ដែលចេញពីខ្ញុំជួបប្រទះអញ្ចឹងទេព័ត៌មានច្បាស់លាស់ព័ត៌មានពិតប្រាកដជាក់លាក់ចេញពីទីនេះចេញពីខ្ញុំផ្ទាល់ធ្វើឲ្យអ្នកទទួលបានព័ត៌មានហ្នឹងទទួលបានជាចំណេះដឹងអញ្ចឹងចំណេះដឹងជាប្រភពជាមូលដ្ឋានគ្រឹះនៅក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ